បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងថ្ងៃនេះខ្ញុំសូមលើកយកព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតីអាមេរិកគឺលោក Donald Trump គឺថាគាត់បានប្រលះដាក់ចំតែម្ដងទៅកាន់ស្ថាប័នពិភពលោកគឺអង្គការសហប្រជាជាតិបងប្អូនដែលបានគេហៅថាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅទីក្រុងញូវយ៉កនៃប្រទេសសហរដ្ឋអាមេរិកឯនោះគឺថាពេលឡើងថ្លែងនៅក្នុងសន្ទរកថានោះគឺលោកត្រាំលោកប្រធានាធិបតីត្រាំគឺគាត់បានដាក់នឹងបន្លះចំតែម្ដងទៅកាន់អង្គការមួយនេះដោយលោកបាននិយាយថាអង្គការសហប្រជាជាតិហ្នឹងគឺថាអត់មានបានជួយបញ្ចប់សង្គ្រាមណាមួយបានសោះណារួមទាំងចំនួនព្រំដែនជាមួយនឹងកម្ពុជាហើយនឹងថៃទៀតបងប្អូនគឺគាត់បានសង្កត់ធ្ងន់ថាអង្គការសហប្រជាជាតិហ្នឹងគឺអត់បានជួយដល់បញ្ហាបញ្ចប់សង្គ្រាមណាមួយទេរួមទាំងចំនួនរវាងកម្ពុជាហើយនឹងថៃនេះក៏អត់បានជួយសម្របសម្រួលឬក៏បានជួយដោះស្រាយអីទេដោយលោកថ្លែងនៅក្នុងសន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយលោកប្រធានាធិបតីត្រាំនោះគឺបានប្រលេះស្ថាប័នពិភពលោកមួយនេះថាគ្មានបានជួយដោះស្រាយឬក៏បញ្ចប់សង្គ្រាមបានមួយអីនោះទេនៅក្នុងនោះក៏មានចំនួនរវាងកម្ពុជាហើយនិងថៃផងដែរហើយលោកក៏បាននិយាយថាលោកទេណាលោកទេមានន័យថាគាត់ហ្នឹងដែលបានបញ្ចប់សង្គ្រាមដល់ទៅ7ឯណោះក្រោយពេលដែលលោកហ្នឹងបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកហើយលោកក៏បានសង្កត់ធ្ងន់ថាវាអាក្រក់មើលណាស់ដែលត្រូវធ្វើរឿងនេះជំនួសអង្គការសហប្រជាជាតិទៅវិញណាបងប្អូនអញ្ចឹងនេះជាអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកគាត់បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80ហ្នឹងបងប្អូនហ្នឹងហើយលោកក៏បានបញ្ជាក់ផងដែរថានៅក្នុងចំនួនទាំង7ដែលលោកត្រាំគាត់បាននិយាយថាបានបញ្ចប់នោះមានដូចជាចំនួនរវាងប្រទេសអាល់មេនីនិងអាហ្សេបៃឡង់ប្រទេសកុងហ្គោហើយនិងរ៉ូវ៉ាន់ដាឥណ្ឌានិងប៉ាគីស្ថានអ៊ីស្រាអែលនិងអ៊ីរ៉ង់អេស៊ីបនិងអេស្យូពីកូសូវូហើយនិងសេប៊ីហើយចុងក្រោយនោះគឺចំនួនប្រដាប់អាវុធតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃផងដែរបងប្អូនអញ្ចឹងគឺលោកប្រធានាធិបតីនោះគឺគាត់បានលើកនៅបញ្ហាទាំង7ចំនួនទាំង7ដែលលោកបានដោះស្រាយនេះចំនួនធំទាំង7នេះដែលអង្គការសហប្រជាជាតិនឹងគឺអត់បានជួយដោះស្រាយបានមួយទេគឺលោកទេដែលបានជួយដែលបានបញ្ចប់នៅសង្គ្រាមរវាងប្រទេសទាំងអស់នេះអញ្ចឹងគូបញ្ជាក់ផងដែរបងប្អូនហ្នឹងហើយគូបញ្ជាក់ផងដែរថាចំនួនរវាងកម្ពុជាហើយនិងថៃនេះណាបើតាមយើងដឹងដំបូងឡើយគឺលោកប្រធានាធិបតីត្រាំនឹងហើយគឺគាត់គឺបាទជួយខ្នះខ្នែងមែនតែនគឺគាត់ជ្រុំជ្រែងមែនតែនតាំងពីមានចំនួនថ្នាក់ដឹកនាំកម្ពុជារបស់យើងគឺបានប្តឹងដំបូងគឺគាត់បានប្តឹងទៅកាន់អង្គការសហជីវជាតិអង្គការសហជីវជាតិនោះក៏បានបើកកិច្ចប្រជុំពិសេសមួយនៅទីក្រុងញូវយ៉កដែរប៉ុន្តែជាលទ្ធផលគឺអត់បានជាសាច់ការអីទេបងប្អូនពេលនោះគឺអត់បានជាសាច់ការអីទេហើយបន្ទាប់មកទៀតថ្នាក់ប្រមុខថ្នាក់ដឹកនាំរបស់យើងនោះគាត់ក៏បានដឹងទៅកាន់លោកប្រធានាធិបតីអាមេរិកឲ្យជួយលូកដៃជួយមើលលើបញ្ហានេះពេលនោះហើយដែលរដ្ឋបាលលោកត្រាំនោះក៏បានប្រាប់ទៅមេដឹកនាំប្រទេសទាំងពីរថាលោកនឹងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរលុះត្រាតែពួកគេយល់ព្រមលើបទឈប់បាញ់ណាពេលនោះគឺអញ្ចឹងហើយទីបំផុតហ្នឹងប្រទេសទាំងពីរក៏បានជួបប្រជុំគ្នានៅម៉ាឡេស៊ីសម្រាប់កិច្ចប្រជុំដែលរៀបចំដោយម៉ាឡេស៊ីនិងអាមេរិកហើយក៏ឈានដល់កិច្ចព្រមព្រៀងរួមមួយដើម្បីឈានទៅដល់បទឈប់បាញ់ហ្នឹងហើយបងប្អូននៅពេលនោះគឺ
ឈានទៅដល់បទឈប់បាញ់គឺមានការសម្របសម្រួលពីលោកប្រធានាធិបតីដូណាល់ត្រាំនឹងមែនទើបបញ្ហាចំនួនប្រដាប់អាវុធនៅពេលនោះក៏បានបញ្ចប់ទាំងស្រុងទៅរយៈពេល5ថ្ងៃរហូតមកដល់សពថ្ងៃនេះបងប្អូនប៉ុន្តែបើយើងក៏លេខមកមើលទស្សនវិជ្ជាជាក់ស្ដែងវិញណាសកម្មភាពទូទៅសពថ្ងៃនេះណាភាគីថៃនៅតែរំលោភបំពានលើបទឈប់បាញ់ហើយក៏បានចាត់ទាហានរបស់យើងនេះ18នាក់គឺអត់ទាន់ដោះលែងមកវិញទេហើយបន្តឈ្លានពានយើងម្ដងហើយម្ដងទៀតណាដូចជាការដាក់រាយបន្លាលួសបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់យើងនេះណាអញ្ចឹងគឺថារាល់ថ្ងៃនេះគឺវាបន្តឈ្លានពានយើងបន្តរុករានទន្ទ្រានយើងរាល់ថ្ងៃនេះហើយគឺវាចង់រំលោភលើបទឈប់បាញ់ឲ្យបងប្អូនមិនមែនថាវាចង់ទេគឺវារំលោភលើបទឈប់បាញ់ផ្ទាល់តែម្ដងប៉ុន្តែគឺវាអត់ទាន់មានលេសគ្រប់គ្រាន់ណាដើម្បីវាយប្រហារយើងមុនខ្លាចអន្តរជាតិដាក់ទណ្ឌកម្មលើវាអញ្ចឹងទេគឺវាមានតែធ្វើទុកបុកម្នេញទន្ទ្រានយើងធ្វើឲ្យយើងទ្រាំមិនបាននៅថ្ងៃណាមួយចេះពីរអញ្ចឹងទៅអញ្ចឹងទេប្រមុខថ្នាក់ដឹកនាំរបស់យើងលោកក៏ដឹងដែរថាអត្តចរិតរបស់វានឹងយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងទៅប៉ុន្តែលោកគឺបានប្តឹងទៅអន្តរជាតិអស់ហើយមកទល់ពេលនេះហើយសហរដ្ឋអាមេរិកគឺជាអ្នកលូកដៃមុនគេផងដែរទៅលើបញ្ហានេះអញ្ចឹងសង្ឃឹមថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកនឹងពិនិត្យមើលទៅលើបញ្ហាមួយនេះណាកុំឲ្យវាអស់បន្លាយទៅយូរទៅហើយកម្លាំងប្រដាប់អាវុធរបស់យើងគឺលោកអត់ធន់មែនតើអត់ទ្រាំមែនតើបងប្អូនដល់សពថ្ងៃនេះដោយសារតែការទន្ទ្រានរុករានពីសំណាក់ថៃមកលើយើងដែលមិនទាន់បញ្ចប់ទាំងស្រុងហើយមិនឈប់មិនឈរបែបនេះអញ្ចឹងទេយើងសង្ឃឹមថាបញ្ហានេះនឹងត្រូវដោះស្រាយនៅរយៈពេលដ៏ខ្លីខាងមុខឆាប់នេះទៅចុះបាទសូមអរគុណ